ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះមកដោះស្រាយលំហាត់គណិតវិទ្យាជាមួយនឹងខ្ញុំទាំងអស់គ្នាសម្រាប់លំហាត់មួយនេះផងដែរគឺជាលំហាត់ដែលតាក់ទងទៅនឹងមេរៀនតក្កវិទ្យាដែលជាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី10ឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកដោះស្រាយនៅលំហាត់មួយដែលតាក់ទងទៅនឹងការសង់តារាងភាពពិតនៃសំណើដែលខ្ញុំមានសំណើមួយគឺសំណើប៉ែឬសំណើគុយនិងសំណើមិនប៉ែឥឡូវសួរថាតើយើងនឹងសង់តារាងភាពពិតនៃសំណើកមួយនេះបានដោយរបៀបណាឥឡូវយើងទៅដោះស្រាយទាំងអស់គ្នាអញ្ចឹងដើម្បីយើងអាចសង់នៅតារាងភាពពិតនៃសំណើនេះបានជាដំបូងយើងត្រូវគូរតារាងជាមុនសិនសម្រាប់តារាងយើងផងដែរយើងសង់ទៅតាមសំណើរបស់យើងជាក់ស្ដែងដែលទី1គឺជាសំណើប៉ែទី2គឺជាសំណើគុយតារាងទី3គឺជាសំណើមិនប៉ែអញ្ចឹងយើងមិនចាំបាច់ដាក់សំណើមិនគុយទេដោយសារអីសំណួររបស់យើងគឺគេឲ្យទៅសំណើមិនប៉ែអញ្ចឹងយើងមិនចាំបាច់ដាក់សំណើមិនគុយទេតបទៀតគឺយើងយកអានៅក្នុងវងកញ្ចក់ហ្នឹងយកមកដាក់គុយនិងមិនប៉ែហើយយើងសរសេរសំណើទាំងអស់ហ្នឹងចូលក្នុងតារាងសំណើប៉ែឬសំណើគុយនិងសំណើមិនប៉ែបន្ទាប់មកយើងគូរជាតារាងអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងបានតារាងមួយហើយឬក៏តារាងនេះអ្នកទាំងអស់គ្នាមិនគូរដូចខ្ញុំចេះក៏បានឬក៏គូរបែបនេះក៏បានដែរគូរប្រភេទតារាងបែបនេះក៏បានដែរប៉ុន្តែខ្ញុំចង់គូរបែបនេះដោយសារវាងាយស្រួលជាងឥឡូវយើងមកមើលទាំងអស់គ្នាតើយើងគួរដាក់តារាងភាពពិតនៃសំណើមួយហ្នឹងយ៉ាងដូចម្ដេចដំបូងសំណើប៉ែហើយនិងសំណើគុយគឺជាសំណើដែលយើងជាអ្នកដាក់ខ្លួនឯងឬក៏លោកគ្រូអ្នកគ្រូគាត់ជាអ្នកដាក់ឲ្យឥឡូវកន្លែងនេះសំណើប៉ែគឺខ្ញុំដាក់1 0 0អញ្ចឹងនេះគឺជាសំណើប៉ែខ្ញុំសូមបញ្ជាក់បន្តិចណាទាំងអស់គ្នាលេខ1នេះគឺតាំងដោយភាពពិតមានន័យថាលេខ1ហ្នឹងគឺពិតដល់លេខ0គឺមិនពិតតម្លៃភាពពិតនៃសំណើនីមួយៗគេតាំងដោយលេខ1ពិតលេខ0មិនពិតហើយសំណើគុយគឺខ្ញុំតាំងដោយឆ្លាស់គ្នា1 0 1 0អ្នកទាំងអស់គ្នាសម្រាប់សំណើប៉ែនិងគុយនេះគឺអាស្រ័យទៅលើលោកគ្រូអ្នកគ្រូគាត់ជាអ្នកដាក់ឲ្យទេហើយបន្តមកទៀតតើយើងគូបំពេញលេខបែបម៉េចខ្លះនៅក្នុងសំណើមិនប៉ែសំណើមិនប៉ែគឺជាសំណើដែលផ្ទុយពីសំណើប៉ែអញ្ចឹងយើងមើលសំណើប៉ែគឺមាន1 1 0 0អញ្ចឹងសំណើមិនប៉ែផ្ទុយពីសំណើប៉ែនឹងឯងបើសំណើប៉ែ1នោះសំណើមិនប៉ែគឺ0អញ្ចឹងអាកន្លែងនេះសំណើប៉ែ1ដែរអញ្ចឹងសំណើមិនប៉ែ0ចំណាយកន្លែងនេះសំណើប៉ែ0មិនប៉ែ1កន្លែងនេះ1ដូចគ្នាដោយសារតែសំណើប៉ែ0អញ្ចឹងសំណើមិនប៉ែ1បន្ទាប់ទៀតយើងគួរដាក់យ៉ាងម៉េចនៅក្នុងសំណើគុយនិងមិនប៉ែអញ្ចឹងយើងត្រូវសង្កេតទៅលើកន្លែងឆ្នាប់នេះនៅកន្លែងឆ្នាប់ហ្នឹងកន្លែងនេះគឺគេបង្ហាញថាគុយនិងមិនប៉ែអញ្ចឹងយើងមើលគុយហើយនិងមិនប៉ែហើយគេដាក់ឆ្នាប់ហ្នឹងគឺមានន័យថាសំណើទាំងពីរហ្នឹងគឺពិត
ប៉ិតតែក្នុងករណីដែលសំណើទាំងពីរជាសំណើប៉ិតដូចគ្នាអញ្ចឹងបើក្រៅពីសំណើទាំងពីរនឹងមិនប៉ិតដូចគ្នាឬក៏មានប៉ិតមួយមិនប៉ិតមួយអាហ្នឹងគឺជាសំណើមិនប៉ិតប៉ុន្តែប៉ិតតែក្នុងករណីសំណើទាំងពីរប៉ិតដូចគ្នាឥឡូវយើងមកមើលសំណើគុយកន្លែងនេះគឺប៉ិតដល់សំណើមិនប៉ែកន្លែងនេះគឺ0មានន័យថាមិនប៉ិតអញ្ចឹងបើសំណើគុយប៉ិតសំណើមិនប៉ែ0អញ្ចឹងមានន័យថាប៉ិតនិងមិនប៉ិតគឺវាមិនប៉ិតដោយសារតែឆ្នប់ហ្នឹងគឺប៉ិតតែក្នុងករណីសំណើទាំងពីរប៉ិតដូចគ្នាកន្លែងនេះសំណើគុយគឺមិនប៉ិតសំណើមិនប៉ែក៏មិនប៉ិតដូចគ្នាកន្លែងនេះក៏យើងទទួលបានសំណើមិនប៉ិតចុះកន្លែងនេះវិញអញ្ចឹងយើងឃើញថាកន្លែងនេះសំណើគុយជាសំណើប៉ិតហើយសំណើមិនប៉ែក៏ជាសំណើប៉ិតអញ្ចឹងបើវាប៉ិតដូចគ្នាបែបហ្នឹងយើងទទួលបានសំណើគុយនិងសំណើមិនប៉ែគឺជាសំណើប៉ិតហើយគុយមិនប៉ិតមិនប៉ែប៉ិតអញ្ចឹងគឺជាសំណើមិនប៉ិតយើងមើលបែបហ្នឹងយើងគ្រាន់តែចាំថាឆ្នាប់ហ្នឹងគឺវាប៉ិតតែក្នុងករណីដែលសំណើទាំងពីរជាសំណើប៉ិតមួយវិញទៀតឥឡូវយើងឃើញបែបនេះប្រកាសជាគិតថាពិបាកប៉ុន្តែវាធ្វើកណនាដូចតែគ្នាទេកន្លែងនេះគេដាក់ប៉ែឬគុយនិងមិនប៉ែអញ្ចឹងកន្លែងនេះឆ្នប់ហ្នឹងគេហៅថាឆ្នប់ឬឆ្នប់នេះគេហៅថាឆ្នប់ហ្នឹងអញ្ចឹងយើងមើលប៉ែហើយនឹងគុយនិងមិនប៉ែយើងយកឆ្នប់ទាំងពីរហ្នឹងមកមើលនឹងគ្នាដោយគេដាក់ឆ្នប់ឬហ្នឹងគឺមានន័យថាសំណើទាំងពីរយើងទទួលបានសំណើមិនប៉ិតកាលណាសំណើទាំងពីរគឺជាសំណើមិនប៉ិតមានន័យថាលុះត្រាតែសំណើប៉ែនឹង0ហើយសំណើគុយនិងសំណើមិនប៉ែ0ដែរតើបយើងទទួលបានទាំងពីរហ្នឹងគឺសំណើ0តោះឥឡូវយើងមើលកន្លែងនេះប៉ែគឺប៉ិតលេខ1ហើយគុយនិងមិនប៉ែលេខ0អញ្ចឹងវាប៉ិត1មិនប៉ិត1គឺយើងទទួលបានប៉ិតដោយសារតែគេនិយាយថាវាមិនប៉ិតតែក្នុងករណីដែលវាមិនប៉ិតទាំងពីរប៉ុន្តែអានេះមានប៉ិត1អញ្ចឹងប្រកាសជាប៉ិតហើយមួយទៀតប៉ែប៉ិតហើយគុយនិងមិនប៉ែគឺមិនប៉ិតអញ្ចឹងយើងទទួលបានប៉ិតកន្លែងនេះវិញប៉ែប៉ិតមិនប៉ិតគុយនិងមិនប៉ែគឺប៉ិតអញ្ចឹងមានមិនប៉ិត1ប៉ិត1យើងទទួលបានប៉ិតចុះកន្លែងនេះវិញគឺចូលតាមលក្ខខណ្ឌរបស់យើងឃើញថាសំណើប៉ែគឺជាសំណើមិនប៉ិតហើយសំណើគុយនិងមិនប៉ែគឺជាសំណើមិនប៉ិតដូចគ្នាអញ្ចឹងបើកាលណាសំណើទាំងពីរមិនប៉ិតដូចគ្នាអញ្ចឹងយើងទទួលបានសំណើប៉ែឬគុយនិងមិនប៉ែជាសំណើមិនប៉ិតអញ្ចឹងឥឡូវនេះគឺយើងបានសង់នៅតារាងភាពប៉ិតនៃសំណើកដែលគេឲ្យសំណើប៉ែឬសំណើគុយនិងសំណើមិនប៉ែនេះបានរួចហើយនេះគឺជាតារាងភាពប៉ិតដែលយើងបានសង់ជាមួយគ្នាអំបញ្ញមិញនេះឥឡូវនេះវីដេអូមួយនេះក៏បានចប់ហើយលំហាត់ក៏បានដោះស្រាយហើយ Thank you bye bye